សូមស្វាគមន៍មកកាន់ The Breaking Coin ក្រុមអ៊ុយក្រែនវាយប្រហារក្រុមហ៊ុនផលិតយន្តហោះយោធារុស្ស៊ីនៅតំបន់ក្រាស់ណូដាក្រៅប្រភពពី Q Independent ថ្ងៃទី25ខែវិច្ឆិកាឆ្នាំ2025យោងតាមការរាយការណ៍ពីមន្ត្រីមូលដ្ឋាននិងបណ្ដាញព័ត៌មាន Telegram យន្តហោះដ្រូនអ៊ុយក្រែនបានវាយប្រហារតំបន់ក្រាស់ណូដាក្រៅនិង Rostov Oblast របស់រុស្ស៊ីនៅយប់ថ្ងៃទី25ខែវិច្ឆិកាដោយបានតម្រង់គោលដៅទៅលើហេដ្ឋារចនាសម្ព័ន្ធយោធាដ៏សំខាន់នៅក្នុងទីក្រុងតាយ៉ានរ៉ុក Rostov Oblast ការវាយប្រហារដោយដ្រូនបានបង្កឲ្យមានអគ្គិភ័យនៅក្រុមហ៊ុន Pere Aircraft Company នេះបើយោងតាមការវិភាគដោយបណ្ដាញព័ត៌មាន Telegram របស់រុស្ស៊ីឈ្មោះ Astraរូបថតនៃការវាយប្រហារនេះត្រូវបានគេរាយការណ៍ថាបានបង្ហាញពីអគ្គិភ័យដែលបានឆាបឆេះនៅលើផ្លូវរត់របស់យន្តហោះក្បែរទីតាំងនោះអ្នកស្រុកក៏បានរាយការណ៍ថាយន្តហោះមួយគ្រឿងកំពុងឆេះនៅបរិវេណនោះផងដែរកាសែត The Q Independent មិនអាចផ្ទៀងផ្ទាត់របាយការណ៍ទាំងនេះបានទេក្រុមហ៊ុន Pere Aircraft Company ផលិតយន្តហោះយោធារុស្ស៊ីរួមទាំងយន្តហោះសមុទ្រ Amphibie ឬ Amphibie Seaplanes និងយន្តហោះចារកម្ម A-50 ដ៏កំឡោះទីតាំងនេះស្ថិតនៅជិតអាកាសយានដ្ឋានយោធាតាយ៉ានរ៉ុបយូស្នីហើយធ្លាប់ត្រូវបានកំណត់ជាគោលដៅនៃការវាយប្រហាររបស់អ៊ុយក្រែនកន្លងមកអភិបាលរដ្ឋ Rostov Oblast លោក Yuri Slosa បានរាយការណ៍អំពីការវាយប្រហារលើទីក្រុងតាយ៉ានរ៉ុបប៉ុន្តែមិនបានលើកឡើងពីក្រុមហ៊ុន Pere Aircraft Company នោះទេលោកបានអះអាងថាការវាយប្រហារនៅក្នុងតំបន់នេះបានបណ្ដាលឲ្យខូចខាតដល់ផ្ទះសម្បែងឃ្លាំងស្តុកទំនិញនិងបំពង់បង្ហូរឧស្ម័នខាងក្រៅលោកក៏បាននិយាយផងដែរថាមនុស្ស3នាក់បានស្លាប់និង8នាក់បានរងរបួសនៅក្នុងទីក្រុង Novorossiysk ក្រាស់ណូដាក្រៅមន្ត្រីរុស្ស៊ីនិងប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍អំពីការវាយប្រហារដោយដ្រូនយ៉ាងខ្លាំងក្លាមួយផ្សេងទៀតអភិបាលរដ្ឋក្រាស់ណូដាក្រៅលោក Veniamin Kondratiev បានអះអាងថាតំបន់នេះត្រូវបានរងការវាយប្រហារដ៏វែងបំផុតនិងទ្រង់ទ្រាយធំបំផុតមួយនៃសង្គ្រាមពេញទំហឹងនេះលោកបាននិយាយថាមនុស្ស6នាក់បានរងរបួសនិងផ្ទះយ៉ាងតិច20ខ្នងត្រូវបានខូចខាតនៅក្នុងការវាយប្រហារកាលពីយប់មិញយោងតាមការវិភាគរបស់ Astra យន្តហោះដ្រូនមួយបានវាយប្រហារអគារខ្ពស់មួយដែលមានទីតាំងនៅចម្ងាយ700ម៉ែត្រពីអង្គភាពយោធារុស្ស៊ីមួយដែលផ្ទុកប្រព័ន្ធការពារអាកាស S-400អង្គភាពនេះធ្លាប់ត្រូវបានយន្តហោះដ្រូនវាយប្រហារកាលពីថ្ងៃទី14ខែវិច្ឆិកានេះបើយោងតាមសេវាសន្តិសុខអ៊ុយក្រែនអ្នកស្រុក Novorossiysk ក៏បានបង្ហោះវីដេអូដែលហាក់ដូចជាមីស៊ីលការពារអាកាសរុស្ស៊ីបានវាយប្រហារអគារខ្ពស់មួយផ្សេងទៀតនៅក្នុងទីក្រុងនេះក្រសួងការពារជាតិរុស្ស៊ីនៅពេលក្រោយបានអះអាងថាកងកម្លាំងរុស្ស៊ីបានបាញ់ទម្លាក់យន្តហោះដ្រូនចំនួន116គ្រឿងនៅពីលើសមុទ្រខ្មៅនិង76គ្រឿងនៅពីលើក្រាស់ណូដាក្រៅអ៊ុយក្រែនតែងតែតម្រង់គោលដៅទៅលើទីតាំងយោធានិងឧស្សាហកម្មនៅក្នុងប្រទេសរុស្ស៊ីជាមួយនឹងការវាយប្រហារដោយដ្រូនរយៈចម្ងាយឆ្ងាយ